Hello សួស្តីអ្នកទាំងអស់គ្នាបាទជើងវិលត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងរីកបលាំងត្រាចរទីទេនៅភាគទី152បន្តទៀតនេះគឺជាផាតទី1ដែលសារតែខ្ញុំធ្វើអត់ទាន់ក៏ខ្ញុំធ្វើពុះវាជា2ផាតតែម្ដងទៅពេលនេះគឺល្អមើលខ្លាំងមែនទែនដែលស្ដេចបិសាចទាំង3បាទគឺស្ដេចបិសាចដែលខ្លាំងជាងគេ Function បានបង្ហាញខ្លួនព្រមជាមួយនឹងបងប្អូន2នាក់រូបទៀតដើម្បីចាប់ហើយចេះនឹងលងឲ្យឈិនឥឡូវយើងចាប់ផ្ដើមជាមួយនឹងសាច់រឿងដំបូងតែម្ដងទៅទឹកទៅកាន់អតីតកាលមួយនៅរាត្រីមួយបាទតែលោកចិននឹងកំពុងតែហ្វឹកហាត់នៅរាត្រីដ៏អត្រាតគឺធ្វើឲ្យម្ដាយរបស់គាត់នឹងសួរទៅកាន់ចិនទៀតថាហេតុអ្វីបានជាកូនចូលគេងជប់អត្រាតដូចថ្នាក់នេះកុំឲ្យជប់ជ្រៅពេកអញ្ចឹងទៅគាត់ក៏តទៅវិញទៀតថាគឺកូនចង់ហ្វឹកហាត់មកផ្លេទីសិនព្រោះថាថ្ងៃស្អែកនេះគឺជាការចូលរួមនៃតែចម្បាំងហើយគាត់មិនអាចខកខានបាននោះទេអញ្ចឹងទៅក៏ម្ដាយរបស់គាត់នឹងសួរទៀតថាអ្វីបានជាកូនចង់ធ្វើជាអ្នកចម្បាំងអញ្ចឹងក៏បានឈប់ក៏បានប្រាប់ទៅវិញទៀតថាគាត់ចង់ខ្លាចទៅជាអ្នកខ្លាំងម្នាក់ស្វែងរកនៅសន្តិភាពការពារនៅមនុស្សគិតថាផ្លូវនេះគឺពិតជាពិបាកខ្លាំងណាស់ក្នុងការធ្វើទៅជាវរៈបរមម្នាក់គាត់បានបដិញ្ញាចិត្តថាគាត់នឹងខ្លាចទៅជាអ្នកចម្បាំងអាទិទេពម្នាក់បានជាដាច់ខាតនិយាយរួចនឹងក៏មានខ្យល់បក់មួយឆាវមានអារម្មណ៍ថាតិចខ្លាំងមែនទែនព្រោះថានៅពេលរាត្រីផងក៏បានឈប់ហ្វឹកហាត់ម្ដាយរបស់គាត់នឹងក៏បានហៅមកអង្គុយចិត្តខ្លួនហើយក៏បាននឹងអែលក្បាលរបស់កូនគាត់មានការបារម្ភខ្លាំងមែនទែនព្រោះថាផ្លូវដែលលោកចិនជ្រើសរើសមិនមែនជាផ្លូវដែលងាយស្រួលនោះទេហើយជោគជ័យមិនបញ្ហានោះទេក៏ប៉ុន្តែបើសិនជាបរាជ័យនឹងត្រូវស្លាប់បាត់បង់ជីវិតតែកូននឹងបោះបង់ដែរឬក៏អត់តែអ្វីដែលម៉ែប្រាថ្នានោះគ្រាន់តែចង់ឲ្យកូនមានសុខភាពតែប៉ុណ្ណោះក៏តទៅវិញទៀតថាម៉ែកុំបារម្ភអីខ្ញុំនឹងមិនធ្វើឲ្យម៉ែខូចចិត្តនោះទេឥឡូវយើងចូលមកកាន់បាទទស្សនវិជ្ជាក្នុងពេលបច្ចុប្បន្នវិញខណៈពេលនោះឃើញថាពួកគេទាំងអស់គ្នាកំពុងតែឈ្មោះទៅរករាជវាំងនៃបិសាចផ្កាយដើម្បីបំផ្លាញនៅសបិសាចផ្កាយនិងធ្វើឲ្យកម្លាំងនៃពួកបិសាចចុះខ្សោយកាន់តែខ្លាំងក្លាជាងមុនតែពួកគេមិនអាចបញ្ជាពេលបានតទៅទៀតនោះទេក៏បានមនីបនីទៅមុខចង្លឿនឡើងមកដល់ច្រកទ្វារចូលហើយបាទលោកជើងក៏បានបញ្ចេញនៅមកុដមួយមកុដនោះបានបំពាក់នៅច្រក teleport មួយដែលអាចឲ្យពួកគេនឹងចូលទៅច្រកទ្វារនោះបានយ៉ាងងាយស្រួលមានអារម្មណ៍ថាពួកគេអាចចូលទៅក្នុងសំណាក់នៃបិសាចផ្កាយងាយស្រួលខ្លាំងមែនទែនមិនមានអ្នកយាមតតសតែបណ្ដាពួកគេគិតទៀតថាសសរបិសាចផ្កាយគឺជាសសរនៃធម្មពលអកលមួយដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើតនៅធម្មពលពួកបិសាចឲ្យបានបើសិនជាពួកគេអាចបំផ្លាញបានគឺនឹងធ្វើឲ្យពួកវាចុះខ្សោយយ៉ាងខ្លាំងទីបំផុតពួកគេក៏បានឃើញនៅសសរបិសាចផ្កាយនៅទីនោះហើយតម្រង់នៃសសរនេះមានលក្ខណៈស្រស់ស្អាតជាងសសរបិសាចដទៃទៀតគឺស្រស់ស្អាតខ្លាំងមែនទែនមើលទៅដូចជារាជវាំងអាទិទេពដ៏ខ្ពង់ខ្ពស់មួយអញ្ចឹងមិនបង្អស់ពេលយូរក៏លោកជានឹងបញ្ជានៅសមាជិករបស់ខ្លួនបញ្ញាប់ទៅបំផ្លាញវាកាន់តែលឿនបំផុតក៏បានហក់ទៅមុខព្រមគ្នាក្នុងពេលនោះតែខ្ញុំគិតថាมันអាចបំផ្លាញបានដោយងាយស្រួលនោះទេអ្នកនិពន្ធនឹងធ្វើឲ្យយើងមានការភ្ញាក់ផ្អើលនៅខាងមុខទៀតតែនៅពួកគេនឹងបានជួយអ្វីខ្លះគឺបានឆ្លងកាត់នៅរង្វង់វិតមន្តម្យ៉ាងបាទដូចជាធម្មពលផ្កាយអស់នោះដូចជាកលឹះជន់អញ្ចឹងគឺចាប់ផ្ដើមវាប្រហែលទៅលើពួកគេសំណាងល្អដែលពួកគេកិច្ចផនមិនទាន់មុននោះបាទគឺសម្លេងបរិមម្នាក់និយាយទៀតថាពួកឯងពិតជាថ្លើមធំពីមេឃពិតមែនហ៊ានមកឆ្លៀនពៀននៃសសរបិសាចរបស់ពួកយើងផងនេះគឺជាមូលដ្ឋាននៃអតិថិបិសាចនៃបបិសាចពួកឯងពិតជាហ៊ានពិតមែនលំហមួយក៏បានបង្ហាញបិសាចមួយក្បាលក៏បានបង្ហាញខ្លួនចេញពីច្រកនោះនេះគឺជាលើកដំបូងបាទរបស់វាដែលបានបង្ហាញខ្លួនវាកើតចេញពីពន្លឺនៃធម្មពលព្រះអាទិត្យធម្មពលព្រះចន្ទ្រាហើយនិងតារាវាក៏ជាអ្នកគ្រប់នៅអតិទេពទាំង3គឺសម្ដេចតារាអតិទេពបិសាចបានមានដូចជា Function ព្រះអាទិត្យអតិទេពបិសាចចន្ទ្រាហើយនិងតារាជាងាយយល់ទៅអបិសាម្នាក់នេះគឺវាកើតចេញដោយសារតែធម្មពលនៃស្ដេចបិសាចទាំង3វាផ្ទុកនៅធម្មពលនៃបិសាចទាំង3ដូច្នេះកម្លាំងរបស់វាគឺពិតជាខ្លាំងក្លាជាងបិសាចដទៃទៀតហើយនិយាយថាអ្នកដែលខ្លាំងបន្ទាប់ពីស្ដេចបិសាចទាំង3គឺវានឹងឯងហើយអ្នកដែលចង់បំផ្លាញនៅសសរបិសាចនៃអតិទេពបិសាចទាំង3គឺមិនងាយស្រួលនោះទេមានតែរោគសក្តីស្លាប់តែប៉ុណ្ណោះវាបញ្ចេញធម្មពលបន្តិចបំផ្លាញបរិយាកាសជុំវិញទីនោះប៉ោងនៅបំណែកនៃថ្មរុញឲ្យរាងកាយពួកគេខ្ទាតទៅក្រោយវិញលោកវិចិនប្រាប់ថាឲ្យប្រយ័ត្នប្រយែងផងចំហាយនៅដង្ហើមរបស់អបិសាចម្នាក់នេះផ្ទុកនៅធម្មពលនៃធម្មពលរបស់ស្ដេចបិសាចទាំង3កម្លាំងរបស់វាដូចជាខ្ពស់ជាងកម្រិតទី9ទៅទៀតវាក៏បានគ្រោះវាដែរបន្តិចដុំធម្មពលដូចជាពពោះឆ្ពោះទៅរកពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដុំធម្មពលនោះផ្ទុះដូចជាក្របបាយអញ្ចឹងពួកគេព្យាយាមហក់គេតែវាបានត្រឹមតែល្អមើលតែប៉ុណ្ណឹងមិនអាចធ្វើឲ្យក្រុមបលឡុងចិនរងរបួសបាននោះទេគេក៏ព្យាយាមរត់គេចពីការវាយប្រហារយ៉ាងខ្លាំងក្លានោះហោះទៅមួយជំហានអ្នកខ្លះក៏ប្រើប្រាស់អាវុធដើម្បីទប់ទល់បលឡុងចិនឲ្យ KR នឹងបញ្ឆោតនៅចំណាប់អារម្មណ៍របស់វាបាទគាត់នឹងរកវិធីទៅចិត្តសរនោះបន្ទាប់មកក៏បានលើកដាវកាប់មួយឆាច់
វាលើកនៅខែទប់ទល់ខេអឺក៏បានហក់ទៅម្ខាងតែម្ខាងទៀតក៏បានចេញធម្មពលត្រៀមនឹងចាត់ការខេអឺទៅហើយនឹងក៏ស្រាប់តែចង្វាក់ពណ៌មាសវាចាប់ផ្ដើមទាញនៅដៃរបស់វាទៅម្ខាងដែលកើតចេញពីចង្ក្រាននៃធម្មពលព្រលឹងពិសិដ្ឋរបស់ Linsen ចាប់ចងនៅរាងកាយជាប់ទៅមួយកន្លែងលោកជិះក៏បានចូលទៅពីក្រោយខេអឺក៏បានចូលទៅពីមុខចាក់មួយទំហឹងតែវានៅតែអាចបញ្ចេញនៅខែដើម្បីទប់ទល់បានលោកជិះគិតថានេះគឺជាការល្អហើយនៅចាំអីទៀតលើកដាវវាមហាព្រមគ្នាជាមួយនឹងសមាជិកដទៃតែចូលកាន់តែគីនោះក៏ស្រាប់តែបិសាចក្តាប់ដៃបន្តិចកំតិចនៃចង្វាក់នោះចោលភ្លាមបំប៉ោងនៅរាងកាយឲ្យទៀតមកក្រៅទាំងអស់លោកឈិនភ្ញាក់អស់ម្ដងទៀតដែលដឹងថាកម្លាំងរបស់វាគឺខ្ពស់ជាងល្បែ9ធម្មតាទៅទៀតអញ្ចឹងបញ្ជាក់ថាអាចជា9ជាងឬក៏9លើតិចតួចអីហ្នឹងតែអត់ដល់កម្រិតទី10នោះទេដូច្នេះពួកគេមិនមែនជាដៃគូរបស់អាស្ដេចបិសាចមួយក្បាលនេះឡើយអាចជារោគវិធីផ្សេងដើម្បីបញ្ឆោតវាធ្វើយ៉ាងណាទៅកំតិចនៃសោបិសាចនោះឲ្យបានអញ្ចឹងមានតែពឹងលើសមាជិកដទៃទៀតទៅទប់ទល់ជាមួយនឹងវាបណ្ដោះអាសន្នគាត់នឹងហោះទៅម្ខាងដើម្បីកំតិចនៃសសរខ្ញុំអបពេលយូរក៏លៀនស៊ីនបញ្ចេញនៅហងភ្លើងរបស់គាត់វាប្រហែលយ៉ាងខ្លាំងត្រូវវាកំតិចចោលទីនេះក៏បានលើកនៅដាវមួយឆាយខេអឺចាក់ពីចំហៀងហើយទាំងអស់ក៏បានដំមួយញញួរវានៅតែអាចគេចផុតបានដែរ Fan ក៏បានបញ្ចេញនៅត្រង់របស់ខ្លួនផុសពីក្រោមជើងហើយទូក៏បានបង្ហាញខ្លួនចូលទៅតបាក់វានឹងខំបាំម៉ាត់ទៅហើយវាក៏បានកំទេចនៅត្រង់នោះចោលតែទៅបានចាត់ការទៅលើមុខដល់ថែមទៀតក៏មិនទូនឹងឯងតែនៅពេលដែលលោកឈិនលើកដាវត្រៀមនឹងកាប់តិចទៅលើសសរនោះក៏បានប្រហាបកវិញបន្ទាប់មកឃើញថាអាសញ្ញាដូចជាផ្កាយនៅលើក្បាលវាក៏ចាប់ផ្ដើមដំណើរការដូចជាកលឹះយន្តតែប្រពន្ធនៅក្នុងដៃក៏បានស្រូបឡើងចេញនៅសំណាញ់ពីពីងជិញធំពីក្រោមជើងបាញ់ទៅលើរាងកាយពួកគេចាប់ចងចូលមកព្រមគ្នាទោះបីជាខៃអឺលឿនប៉ុណ្ណឹងហើយនៅតែអាចមិនអាចគេចផុតបានដែរចំណែកលោកឈិនក៏បានចាប់ទាញមកវិញទាំងអស់សម្បុកពីនេះពិតជាស្អិតខ្លាំងមែនទែនរាងកាយក៏ជាប់នៅមួយកន្លែងទោះបីជាពួកគេព្យាយាមប្រឹងរើបំប្រាស់យ៉ាងណានៅតែអត់ប្រយោជន៍ដែរនោះទេបានបន្ថែមធម្មពលចូលទៅក្នុងដាវរបស់វាទីនឹងឲ្យអាមនុស្សយ៉ាងไรទាំងអស់នោះសាក់ភ្លក់នៃរសជាតិនៃភ្លើងព្រះអាទិត្យរបស់ខ្លួនធម្មពលព្រះអាទិត្យដ៏ធំមួយពោចេញពីក្រោយខ្នងរបស់វាពលរបស់វាសឹងតែស្មើទៅនឹងស្ដេចបិសាចខុយស៊ីវហ្វឹងស៊ីវបាទគឺជាស្ដេចបិសាចព្រះអាទិត្យនឹងឯងបានទម្លាក់នៅដុំពលឺនៃធម្មពលព្រះអាទិត្យទៅរកពួកគេដើម្បីសម្លាប់ចោលគេក៏មិនមានវិធីទប់ទល់ដែរខណៈពេលនោះក៏ខេអឺក៏បានក្រវីនៅកំបិតបន្តែងតិចនៅសម្បុកពីនោះចោលភ្លាមខ្ញុំមានអារម្មណ៍ថាខេអឺប្រមាណភាគនេះដូចជាខ្លាំងមែនទែនខ្លាំងជាងលងឲ្យឈិនទៅទៀតបើឱកាសល្អក៏លងឈិនឆ្ពោះទៅខាងមុខចេញនៅខែលអាទិទេពសុរិយាចន្ទ្រាខ្យងរបស់គាត់ដើម្បីទប់ទល់ជាមួយនឹងធម្មពលដ៏ខ្លាំងក្លានៃស្ដេចបិសាចតែលើកនេះឃើញថាខែលរបស់គាត់ទប់ទល់លែងចងជាប់ហើយដោយសារតែវាខ្លាំងលើកម្រិតពេកធម្មពលនោះមិនបានរលាយទៅស្រុងនោះទេបិសាចក៏បានសោចមិនបន្តែងតែអស់ជំរឿននឹងក៏លងឈឹកក៏បានបញ្ចេញហៅយេដើម្បីមកជួយយេបញ្ចេញសម្រាប់បន្តែងយេក៏ចាប់ផ្ដើមស្រូបនៅធម្មពលព្រះអាទិត្យចូលទៅក្នុងរាងកាយធ្វើឲ្យបិសាចនោះភ្ញាក់អើខ្លាំងមែនទែនយេក៏បានបំលែងនៅធម្មពលព្រះអាទិត្យនោះចូលទៅក្នុងមាត់របស់ខ្លួនត្រៀមវិបកដោយសារតែធម្មពលនោះខ្លាំងក្លាពេកធ្វើរាងកាយចាប់ផ្ដើមស្ទើរតែប្រេះបែកលេចចេញសញ្ញាមួយយ៉ាងទីបំផុតធម្មពលព្រះអាទិត្យទាំងមូលត្រូវបានស្រូបភ្លាមបិសាចនោះមិននឹកស្មានថាវាអាចស្រូបនៅធម្មពលព្រះអាទិត្យរបស់ខ្លួននោះទេលិនស៊ីក៏ស្រែកពីចម្ងាយទៀតថាមុតសម្លាញ់ល្អហើយជាក៏បានទទួលនៅធម្មពលនោះហើយរាងកាយក៏មានការវិវត្តឡើងបិសាចនោះមិនទាន់អស់ចិត្តនោះទេវាក៏និយាយទៀតថាអញ្ចឹងត្រៀមស្លាប់ជាមួយនឹងគ្នាតែម្ដងទៅវាក៏បានលើកដាវឡើងប្រមូលផ្ដុំនៅធម្មពលព្រះអាទិត្យម្ដងទៀតលើកនេះគឺជាដាវយ៉ាងធំមួយទម្លាក់ទៅលើពួកគេក្នុងពេលនោះនឹងសម្លាប់ពួកគេព្រមគ្នាហើយជាក៏បានប្រើប្រាស់នៅមាត់របស់ខ្លួនដើម្បីទប់ទល់គំតិចនៅដាវដ៏ធំនោះចោលភ្លាមតែតាមពិតទៅគឺអ្នកដែលបានកំទេចបាយមែននេះមិនមែនជាហៅយេនោះទេធ្វើបិសាចនោះជាឲ្យជាងខ្លាំងគឺជាដាវរបស់ឡុងអៃឆិនពេលនោះក៏ឡុងអៃឆិននឹងស្រែកសុំជំនួយពីហៅយេរបស់ខ្លួនដូច្នេះក៏ហៅយេនឹងក៏បានប្រមូលផ្ដុំនៅធម្មពលរបស់ខ្លួននឹងចូលទៅក្នុងរាងកាយរបស់ឡុងអៃឆិនម្ដងទៀតធម្មពលវ៉ូស្វៃគឺខ្លាំងក្លាមែនទែនឡុងអៃឆិនទទួលអារម្មណ៍ថាបន្ទាប់ពីហៅយេស្រូបនៅធម្មពលព្រះអាទិត្យរបស់មែននេះធ្វើឲ្យកម្លាំងរបស់វាវិវត្តកើនឡើងកាន់តែខ្ពស់ជាងមុនទៅទៀតធម្មពលនៃក្បាលចំនួន1ក៏បានបញ្ចេញចូលទៅក្នុងរាងកាយរបស់ឡុងអៃឆិនក្នុងពេលនោះសញ្ញាមួយយ៉ាងដូចជារង្វង់វីតាមីនក៏បានស្រូបចូលទៅក្នុងរាងកាយរបស់ឡុងអៃឆិនខ្លួនប្រាក់ក៏បានផ្លាស់ប្ដូរទៅជាសម្លៀកបំពាក់ថ្មីដូចជាអាវក្រតែឈុតនេះអ្នកនរនេះធ្លាប់ឃើញរួចម្ដងទៅហើយអញ្ចឹងខ្ញុំសូមបញ្ជាក់ថាពេលនេះមិនមែនជាឡុងអៃឆិននោះទេគឺជាហៅយេបាទដែលហៅយេប្រើប្រាស់នៅធម្មពលរបស់ខ្លួនចូលទៅក្នុងរាងកាយរបស់ឡុងអៃឆិន3ប្រើប្រាស់ទប់ទល់ជាមួយនឹងបិសាចមួយក្បាលនោះធម្មពលកំទេចរបស់ហៅយេពិតជាខ្លាំងក្លាមែនទែនធ្វើឲ្យអបិសាចនោះទទួលអារម្មណ៍ថាធម្មពលនេះគឺវាពិតជាគួរខ្លាចតែទោះជាណាក៏ដោយក៏ស្ដេចបិសាចមួយក្បាលនោះមិនញញើតនោះទេវាក៏បានលើកដាវឡើងត្រៀម
ពោលជាមួយនឹងធម្មពលកំទេចរបស់ហៅជេក្នុងពេលនោះចរណារបស់វាក៏បានឆ្ពោះទៅខាងមុខទីកែរបស់អ្នកទាំងពីរក៏បានបំបុកគ្នាផ្ទុះយ៉ាងខ្លាំងបំប៉ោងទៅក្រោយរៀងខ្លួនចាប់ដើមកាប់ប្រហារយ៉ាងខ្លាំងម្ដងទៀតវានឹងសម្លាប់ហៅជេចោលឲ្យបានតែផ្លែដាវរបស់វាចាក់មិនត្រូវហៅជេទៅសោះជឿក៏បានហក់ទៅម្ខាងមកក្រោយវិញតែអ្នកទាំងពីរក៏បានប៉ះគ្នាសាជាថ្មីវាក៏និយាយទៀតថាយើងនឹងចូលឯងកសាងនៅផ្ទះថ្មីបិសាចរបស់យើងទាំងទៅហៅជេគិតថាឯងពិតជាកតូមខ្លាំងពិតមែនក៏ត្រូវហៅជេបំប៉ោងមួយដាវចូលទៅថែម្ដងទៀតឯងចង់យកយើងធម្មពលរបស់យើងកសាងនៅផ្ទះថ្មីរបស់ឯងមែនទេជាងគិតថាគួរតែបំផ្លាញនៅផ្ទះរបស់ឯងច្រើនជាងពលស្វាយចេញពីរាងកាយរបស់ហៅជេក៏សាយភីយ៉ាងខ្លាំងពិតជាសរសើរជាមួយនឹងធម្មពលនេះពិតជាខ្លាំងក្លាពិតមែនគឺនឹងដល់មេរៀនឲ្យហៅជេក្នុងពេលនោះហៅជេក៏ប្រាប់ទៅថាឯងកុំនិយាយច្រើនពេកឆាប់បិទមាត់ទៅយើងនឹងស្រូបនៅធម្មពលរបស់ពួកអបិសាឯងឲ្យអស់បំផ្លាញនៅផ្ទះរបស់ពួកឯងទៀតផងប៉ោងមួយដាវវាចាប់ផ្ដើមក្រួយដាវប្រមាណជុំធម្មពលក៏បានកើនឡើងចំណែករាងកាយរបស់ហៅជេក៏ទទួលបាននៅធម្មពលបន្ថែមទៀតក្លែបដាវទាំងពីរក៏បានឆ្ពោះទៅខាងមុខញ៉ានៅលើថ្ងាសក៏បានផុសឡើងក្នុងពេលនោះពួកគេក៏បានកាប់មួយទំហឹងទម្លុះនៅរាងកាយរៀងខ្លួនពោះទៅម្ខាងធម្មពលក៏បានផ្ទុះយ៉ាងសម្បើមតែយើងឃើញថារាងកាយរបស់ហៅជេក៏ក្អួតឈាមយ៉ាងខ្លាំងបិសាចនោះក៏បានញញើមគិតថាអាចសម្លាប់ហៅជេបានហើយបាទតែមានណាផ្លែដាវរបស់ហៅជេបានទម្លុះនៅខ្លួនប្រាណរបស់វាទៅម្ខាងជាពណ៌ស្វាយបានខ្ទាតចេញមកខាងក្រៅក្នុងពេលនោះនេះគឺជាធម្មពលកំទេចឲ្យតែវាប្រហារឬក៏ធ្វើឲ្យរងរបួសហើយវានឹងចាប់ផ្ដើមរំលាយនៅរាងកាយដូចជាសសរបិសាចអញ្ចឹងដែរឆ្នេះរាងកាយរបស់វានឹងត្រូវរលាយក្នុងពេលនោះតែមុននឹងរលាយវាមិនអាចឲ្យពួកវានៅមានជីវិតបាននោះទេជាងឃើញថានៅលើគោលនៃសសរបិសាចផ្កាយបានលេចចេញនៅទង្វង់បូជាចាញ់មួយពណ៌ក្រហមបាទអង្គជាមិនអាចពន្យាពេលបានទៅទៀតនេះបញ្ញាបំផ្លាញវាកាន់តែលឿនទៅពេលដែលគាត់ចូលទៅក៏អបិសាចនោះក៏បានប្រមូលផ្ដុំធម្មពលព្រះអាទិត្យមកម្ដងទៀតប្រហែលហៅជេពីក្រោយមិនមែនឡងឲ្យចិននោះទេច្រឡំរហូតកិច្ចផលធម្មពលនោះមកគៀកខ្លួនទៅហើយសំណាងល្អដែលមិត្តភក្តិរបស់គាត់នឹងបានចូលមកជួយហើយប្រាប់ទៀតថាកាពីតែននៅចាំមួយទៀតបញ្ញាបំផ្លាញនៅសសរបិសាចនោះឲ្យលឿនទៅខេអឺក៏បានលើកនៅកដៀរបស់ខ្លួនកំតិចនៅដុំធម្មពលព្រះអាទិត្យនេះជ្រៀកវាទៅជាពីរមើលទៅដូចជាផ្លែក្រូចដែលគេកាត់ជាពីរអញ្ចឹងសាហាវមែនទែនស្នៀតរបស់ខេអឺរាងកាយរបស់អាស្រ័យបិសាចនោះក៏បានរលាយទៅជាភេទផងស្លាប់ភ្លាមតែម្ដងដូចជាគ្មានអ្វីអស្ចារ្យផងខ្សោយយ៉ាងហៅយាយទៅទៀតចំណែកហៅយាយវិញក៏បានឆ្ពោះទៅរកសសរនោះដោយប្រើប្រាស់នៅរាងកាយដោបាទរូបភាពមួយទៀតគឺហៅយាយបាននៅលើកដាវរបស់ខ្លួនទម្លុះនៅសសរនោះតែសសរនេះគឺខ្លាំងជាងសសរផ្សេងទៀតកម្លាំងរបស់វាពិតជាខ្លាំងក្លាគាត់ក៏បានប្រឹងមួយទំហឹងបានទម្លុះនៅសសរនោះបានដោយជោគជ័យធ្លុះទៅម្ខាងឃើញថាសសរនោះក៏បានដួលរលំភ្លាមសល់នៅបំណែកនៃថ្មជាច្រើនដែលធ្លាក់ចុះតែប៉ុណ្ណោះគេរំភើបចិត្តខ្លាំងណាស់មិនស្មានថាពួកគេអាចបំផ្លាញនៅសសរបិសាចបាននោះទេហើយជាក៏លាដៃបន្តិចដើម្បីទទួលនៅដុំធម្មពលនោះស្រូបចូលទៅក្នុងរាងកាយបន្ថែមទៀតបាទតែមានណាវាបែរជារលាយបាត់បង់ទៅវិញគេផ្ទុះឲ្យយ៉ាងខ្លាំងមកពលពណ៌ស្វាយម្យ៉ាងក៏បានផ្ទុះឡើងលេចចេញនៅរង្វង់វេទមន្តនៃស្ដេចបិសាចផ្កាយផុសឡើងក្នុងពេលនោះជាមួយនឹងធម្មពលរន្ទះគឺក៏បានផ្ទុះឡើងច្រើនស្រូបនៅពលឹងដើមនៃហៅជ័យឬក៏ធម្មពលដើមរបស់ហៅជ័យនឹងចូលទៅក្នុងរាងកាយដើមវិញចេញពីខ្លួនប្រាណរបស់លោកអញ្ចឹងក្នុងពេលនោះហើយហៅជ័យក៏បានត្រូវធម្មពលមួយស្រូបទាញចូលទៅក្នុងពិភពមួយទៀតមិនដឹងថាទៅដល់ទីណានោះទេខណៈពេលដែលស្ដេចបិសាចជើងខ្លាំងទាំង3ក៏បានបង្ហាញខ្លួនមកល្មមអញ្ចឹងរោងការជិះចាប់មែនទែនពិតៗរបស់គាត់ក៏បានឆ្ពោះទៅមុខដើម្បីទៅជួយរបស់គាត់ក៏បានផ្ទុះយ៉ាងសម្បើមគឺជាសម្ពាធនៃស្ដេចបិសាចហ្វឹងស៊ីលសង្កត់គេជាប់នៅមួយកន្លែងឃើញថាស្ដេចបិសាចជើងខ្លាំងទាំង3ក៏បានបង្ហាញខ្លួនហើយពេលនេះពួកគេមិនមានជីវិតចាក់ចេញពីទីនេះដោយងាយស្រួលនោះទេតែនៅមានអ្វីកើតឡើងបន្ទាប់ទៀតគឺការតែល្អមកជាងនេះទៅទៀតជាងក៏មិននឹកស្មានថាពួកគេបានជួបជាមួយនឹងស្ដេចបិសាចជើងខ្លាំងទាំង3នោះទេតែពេលដែលស្ដេចបិសាចផ្កាក៏បាននិយាយទៀតថាតាមពិតទៅពួកយើងបានរងចាំឯងយូរណាស់មកហើយធ្វើឲ្យលោកអាចិនភ្ញាក់ឲ្យខ្លាំងមែនទែនតែមានន័យថាយ៉ាងម៉េចទៅតែឯងកំពុងតែរងចាំយើងដល់យ៉ាងម៉េចក៏បានប្រាប់នៅការពិតនេះគឺជាតារាងទាំងអស់តែនៅក្នុងតារាងនេះដែរវាមាននៅចំនួននៃផ្កាយដល់ទៅ 970,000 តែក្នុងនោះមានទាំងចំនួនមនុស្សហើយនិងបបិសាចរបស់ពួកគេហើយមួយគឺតំណាងឲ្យជីវិតមួយមិនថាបិសាចឬក៏មនុស្សនោះទេរួមជាមួយនឹងពួកគេទាំង3នាក់ថែមទៀតក៏ចាត់ទុកថាគឺជាក្របផ្កាយក្នុងតារាងដែលវាបានមើលឃើញនោះកាលពីមួយឆ្នាំមុនពួកវាដឹងថារឿងរ៉ាវទាំងអស់នោះមានការពាក់ព័ន្ធជាមួយនឹងឡុងហៅឈិនដែលឡុងឈិនបានសម្លាប់នៅបិសាចជាច្រើនក្បាលសុទ្ធតែជាបិសាច level 9 ទាំងអស់តែតាមពិតទៅនេះគ្រាន់តែជាផែនការរបស់ស្ដេចបិសាចទាំង3តែប៉ុណ្ណោះវាបានលះបង់នៅការខាតបង់យ៉ាងធំធេងគឺជីវិតនៅបិសាចខ្លាំងៗ level 9ព្រោះដើម្បីរងចាំនៅពេលវេលាមួយនេះអញ្ចឹងតាមពិតទៅគេបានរៀបចំដើម្បីបញ្ឆោតឡុងហៅឈិនមកទីនេះនោះទេរងចាំឱកាសល្អដើម្បីចាប់ហៅជ័យជាមួយនឹងឡុងហៅឈិនពេលនេះឡុងហៅឈិនប្រៀបបានដូចជាកូនសម្ោតមួយនៅក្នុងដៃរបស់ស្ដេចបិសាចផ្កាយតែប៉ុណ្ណោះបើជាចង់ចាក់ចេញក៏មិនងាយស្រួលនោះដែរថ្ងៃនេះវានឹងកប់ឡុងហៅឈិនទៅជាមួយនឹងសាកសពនៃស្ដេចបិសាចបានបាត់បង់ជីវិតទាំងអស់នោះក៏បានក្តាប់ដៃបន្តិចដើម្បីសម្លាប់ឡុងហៅឈិនចោល
ចោលពួកសាច់រឿងនៃផាតទី1គឺខ្ញុំសុំកាត់តែប៉ុណ្ណឹងមួយផាតទៀតខ្ញុំនឹងផងនៅថ្ងៃស្អែកបន្ត